ពេលនេះមានអាចផ្កាយរាប់ម៉ឺនរាប់ពាន់កំពុងតែធ្វើចលនាតាមលំហអាកាសក្បែរភពផែនដីរបស់យើងប៉ុន្តែភាគច្រើនពួកវាមិនប៉ះពាល់ទៅដល់ផែនដីយើងទេមានត្រឹមតែមួយចំនួនតូចតែប៉ុណ្ណោះដែលពួកយើងមិនបានសង្កេតមើលវាហើយវាមកក្បែរភពផែនដីរបស់យើងប៉ុន្តែវាក៏ហួសទៅចង់ប្រសិនបើនៅក្នុងលក្ខខណ្ឌមួយមានអាចផ្កាយដ៏ធំមួយបោកមកកាន់ភពផែនដីរបស់យើងតើវានឹងមានអ្វីកើតឡើងសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ David តោះទៅដល់នឹងទាំងអស់គ្នាមុននឹងចាប់ផ្ដើមវីដេអូដែរខ្ញុំសូមណែនាំមកទាំងអស់មួយដែលមានឈ្មោះថា Meliora ហើយវាមាន4ក្លិនសម្រាប់ទាំងបរិសុទ្ធនិងនារីក្លិនរបស់វានីមួយៗ inspire ដោយ brand ទាំងអស់ល្បីៗតែម្ដងសម្រាប់អ្នកទាំងអស់គ្នាចង់បានខ្ញុំមានតម្លៃពិសេសជូនហើយ link Telegram នៅក្នុង description នៅខាងក្រោមអ្នកទាំងអស់គ្នាប្រហែលជាភ្ញាក់ផ្អើលនៅពេលដែលដឹងរឿងនេះក៏ប៉ុន្តែអាចផ្កាយតែងតែបោកមកកាន់ភពផែនដីរបស់យើងគ្រប់ពេលវេលាជារៀងរាល់ថ្ងៃធូលីនិងខ្សាច់មកពីលំហអាកាសប្រហែលជា100តោនបានធ្លាក់ចូលទៅក្នុងបរិយាកាសរបស់យើងភាគច្រើនរបស់ពួកវាបានចែកយ៉ាងសន្ធោសន្ធៅដែលបានបង្កដល់គ្រោះថ្នាក់ក្នុងអំឡុងពេលដែលធ្លាក់មកមិនទាន់ដល់ដីផងនោះហើយប្រហែលជារៀងរាល់ក្នុងមួយឆ្នាំម្ដងមានអាចផ្កាយដែលមានទំហំប៉ុនឡានដែលបានធ្លាក់ចូលទៅក្នុងបរិយាកាសផែនដីរបស់យើងប៉ុន្តែពួកវាភាគច្រើនត្រូវបានផ្ទុះនៅទីខ្ពស់ផុតពីផែនដីបង្កើតទៅជាដុំភ្លើងឆេះយ៉ាងភ្លឺនៅលើមេឃប៉ុន្តែវាក៏មិនបង្កគ្រោះថ្នាក់អ្វីដល់យើងផងដែរហើយប្រភេទអាចផ្កាយដែលធំជាងនេះទៅទៀតនោះគឺអាចផ្កាយប្រភេទខ្នាតយក្សតែម្ដងអាចផ្កាយមួយដែលមានទទឹងរហូតដល់10គីឡូម៉ែត្រដែលជាប្រភេទអាចផ្កាយដែលបានបោះសម្អាតពូជ dinosaur ពីភពផែនដីរបស់យើងក៏ប៉ុន្តែអាចផ្កាយនេះគឺជាប្រភេទកម្រវាបង្ហាញខ្លួនម្ដងក្នុងរយៈពេលរាប់លានឆ្នាំឯណោះក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រក៏មានការព្រួយបារម្ភបំផុតចំពោះទៅលើអាចផ្កាយដែលមានទំហំប៉ុននោះដែរយើងអាចសន្មត់បានថាអាចផ្កាយទំហំប៉ុននេះគឺមានទំហំប៉ុនទីលានតតបាល់មួយទៅហើយអាចផ្កាយដែលមានទំហំប៉ុននេះវាអាចរួចផុតពីការឆេះនៅក្នុងបរិយាកាសហើយវានឹងអាចបង្កគ្រោះថ្នាក់មកដល់ភពផែនដីរបស់យើងជាមធ្យមទៅការប៉ះទង្គិចបែបនេះកើតឡើងក្នុងរយៈពេល2000ឆ្នាំម្ដងដូច្នេះយើងសាកសម័យមើលថានៅពេលលើកក្រោយស្រាប់តែមានអាចផ្កាយទំហំប៉ុននេះធ្លាក់មកកាន់ភពផែនដីរបស់យើងតើវានឹងមានអ្វីកើតឡើងខ្លះទៅការបំផ្លិចបំផ្លាញបង្កឡើងដោយអាចផ្កាយវាអាស្រ័យទៅលើកត្តាសំខាន់មួយតើវាធ្លាក់នៅកន្លែងណាហើយមានត្រឹមតែ 3% តែប៉ុណ្ណោះនៃផ្ទៃដីរបស់ភពផែនដីរបស់យើងដែលមានមនុស្សរស់នៅបើតាមស្ថិតិមានន័យថា 97% ក្នុងចំណោម 100% អាចផ្កាយនឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រតំបន់ដាច់ស្រយាលដូចជាកន្លែងផ្សេងៗនៅប្រទេសនានាដែលគ្មានមនុស្សនៅក៏ប៉ុន្តែ3នៅក្នុងចំណោម 100 អាចផ្កាយដែលបានធ្លាក់មកកាន់ភពផែនដីវានឹងប៉ះទៅចំទីក្រុងនិងទីប្រជុំជនដែលមនុស្សរស់នៅនឹងយ៉ាងកកកុញហើយនៅពេលនោះហើយអ្វីៗគ្រប់យ៉ាងនឹងបានផ្លាស់ប្ដូរអ្នកទាំងអស់គ្នាសាកសម័យមើលថាអ្នកទាំងអស់គ្នាកំពុងតែសម្លឹងមើលមេឃហើយបានឃើញវាអាចផ្កាយដែលមានប្រវែង100ម៉ែត្រកំពុងធ្វើចលនាល្បឿន30គីឡូម៉ែត្រក្នុង1វិនាទីនោះគឺជិត70000ម៉ៃក្នុងរយៈពេល1ម៉ោងហើយវាឆ្លងកាត់បរិយាកាសស្ទាប់ខាងលើដោយមិនបែកខ្ទេចហើយមិនមានការប្រកាសអាសន្នណាមួយដែលបានធ្វើឡើងនោះទេគ្មានការចម្លៀសគ្មានការការពារខ្លួនអាចផ្កាយក្នុងកម្រិតមៀតនិងម៉ាស់ប៉ុននេះវាចំណាយពេលតិចជាង3វិនាទីដើម្បីបុកដល់ផែនដីហើយបើសិនបើវាបុកចំទីក្រុងដូចជាទីក្រុងញូវយ៉កការបំផ្លិចបំផ្លាញនឹងកើតឡើងភ្លាមហើយធ្ងន់ធ្ងរបំផុតតែម្ដងដុំភ្លើងដ៏ធំមួយនេះនឹងលុបបំបាត់អ្វីៗគ្រប់យ៉ាងក្នុងរង្វង់3គីឡូម៉ែត្ររង្វង់អាគារនិង architecture នានាដែលមានចម្ងាយរហូតដល់7គីឡូម៉ែត្ររង្វង់រងការខូចខាតយ៉ាងធ្ងន់ធ្ងរបង្អួចនានានឹងផ្ទុះបែកផ្លូវខ្នល់នឹងបាក់ស្រុតសំណង់បរិយាទាំងមូលនឹងត្រូវប្រែប្រួលក្នុងរយៈពេលត្រឹមតែប្រមាណវិនាទីតែប៉ុណ្ណោះហើយនេះមិនមែនគ្រាន់តែជាការសម័យឬក៏រឿងប្រឌិតបែបវិទ្យាសាស្ត្រនោះទេនៅក្នុងឆ្នាំ2013អាចផ្កាយមួយបានផ្ទុះក្នុងតំបន់ Chelyabinsk ក្នុងប្រទេសរុស្ស៊ីអាចផ្កាយមួយនេះបានបញ្ចេញថាមពលស្មើនឹងគ្រាប់បែកបរិមាណនោះនៅ Hiroshima ចំនួន20គ្រាប់គួបចូលគ្នាតែម្ដងហើយការផ្ទុះនេះដែរធ្វើឲ្យមនុស្សជាច្រើនពាន់នាក់រងរបួសបង្កការខូចខាតអស់$33,000 លានហើយភាគច្រើនគឺការបែកកញ្ចក់តែម្ដងហើយអាចផ្កាយនោះថែមទាំងមិនទាន់បុកដល់ដីផងហើយនៅក្នុងសេណារីយ៉ូរបស់យើងនេះអាចផ្កាយនេះមានទំហំធំជាងនេះ5ដងឯណោះហើយវាក៏បង្កជាគ្រោះថ្នាក់ដល់កំបាំងមួយទៀតផងដែរបើសិនបើអាចផ្កាយនោះមានផ្ទុកលោហៈធាតុធ្ងន់មួយចំនួនកន្លែងដែលវាបុកនឹងអាចបញ្ចេញសារធាតុវិទ្យុសកម្មទៅកាន់តំបន់ជុំវិញនោះផងហើយវាបង្កទៅជាហានិភ័យដល់បរិស្ថានរយៈពេលវែងទោះបីជារឿងនេះស្ដាប់ទៅគួរឲ្យខ្លាចយ៉ាងណាក៏ដោយក៏វានៅជារឿងតូចតាចបើធៀបនឹងព្រឹត្តិការណ៍ដែលផុតពូជដ៏ពិតប្រាកដនេះអាចផ្កាយដែលមានទទឹង10គីឡូម៉ែត្រផ្លាស់ប្ដូរពិភពលោកជារៀងរហូតតែម្ដងការប៉ះទង្គិចរបស់វានេះនឹងបង្កើតចេញជារណ្ដៅដែលមានទទឹងរហូតដល់100គីឡូម៉ែត្រឯណោះកម្លាំងរំជួយដីឬក៏ shock wave ត្រឹមតែមួយមុខកម្ចាត់មនុស្សជាតិមួយភាគធំបានភ្លាមតែម្ដង
ហើយបំណែករបស់អាចផ្កាយដែលបានខ្ទាតចូលលំហអាកាសនៅបង្កើតចេញជារង្វង់ជុំវិញផែនដីក្នុងរយៈពេលខ្លីដែលធ្វើឲ្យវាមានរូបរាងដូចជាភពផ្សៅអញ្ចឹងក៏ប៉ុន្តែភាពស្រស់ស្អាតនេះនឹងធ្វើឲ្យភពផែនដីរបស់យើងអាយុខ្លីតែម្ដងភាគច្រើននៃបំណែកទាំងអស់នោះនឹងធ្លាក់ចុះមកវិញបង្កចេញជាភ្លើងឆេះពីពេញទ្វីបនិងកម្ដៅបរិយាកាសដល់កម្រិតស្លាប់តែម្ដងចំណុចនេះការរស់រានមានជីវិតទៅលើភពផែនដីស្ទើរតែមិនអាចទៅរួចបាត់ទៅហើយហើយអ្វីដែលគួរឲ្យខ្លោចចិត្តជាងនេះទៅទៀតមេឃនឹងប្រែក្លាយទៅជាងងឹតដោយសារតែធូលីនិងផ្សែងបិទបាំងពន្លឺព្រះអាទិត្យដែលធ្វើឲ្យភពផែនដីរបស់យើងនេះធ្លាក់ចូលនៅក្នុងរដូវរងាសកលហើយប្រសិនបើគ្មានព្រះអាទិត្យនោះរុក្ខជាតិនឹងត្រូវបានងាប់ហើយកាលណាដែលរុក្ខជាតិងាប់អស់សត្វនឹងត្រូវងាប់តាមក្រោយផងដែរនិយាយរួមទៅសង្វាក់ប្រព័ន្ធអេកូឡូស៊ីទាំងមូលនឹងត្រូវបានដួលរលំទាំងស្រុងតែម្ដងហើយបន្ទាប់មកត្រឹមតែរយៈពេល1ឆ្នាំតែប៉ុណ្ណោះទេបរិយាកាសនឹងចាប់ផ្ដើមស្រឡះឡើងវិញក៏ប៉ុន្តែនៅពេលនោះការផ្គត់ផ្គង់អាហារនឹងមានកម្រិតទាបបំផុតហើយប្រសិនបើមនុស្សមិនអាចសម្របខ្លួនបាននោះទេយើងនឹងអាចមានវាសនាដូចទៅនឹងសត្វដាណេស័រកាលពី65លានឆ្នាំមុនអញ្ចឹងប៉ុន្តែជាសំណាងល្អមានដំណឹងល្អខ្លះដែរបរិយាកាសរបស់ភពផែនដីយើងបានជួយការពារយើងពីថ្មអវកាសបានភាគច្រើនហើយអង្គការនានាដូចជា NASA តែងតែស្កេនមើលផ្ទៃមេឃឥតឈប់ឈរដើម្បីតាមដានពីវត្ថុរាប់ពាន់រាប់ម៉ឺនដែលស្ថិតក្បែរភពផែនដីរបស់យើងក៏ប៉ុន្តែវានៅតែមានជាបញ្ហាអាចផ្កាយខ្លះវាចូលតាមកន្លងទិសដៅនៃព្រះអាទិត្យដែលធ្វើឲ្យយើងពិបាករកឃើញនិងកំណត់សញ្ញាវាយ៉ាងខ្លាំងដែលជួនកាលយើងមិនបានមើលឃើញពួកវារហូតដល់ពួកវាបានមកជិតយើងទៅហើយដូច្នេះយើងអាចសន្មតថាលំហអវកាសគឺស្រស់ស្អាតណាស់ក៏ប៉ុន្តែកន្លែងនោះមិនមែនជាកន្លែងដែលមានសុវត្ថិភាពទាំងស្រុងនោះឡើយដូច្នេះវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណគ្រប់គ្នាសម្រាប់ការទស្សនាវីដេអូនេះបាទអ្នកទាំងអស់គ្នាពេញចិត្តសូមកុំភ្លេចចុច like និង subscribe អ្នកទាំងអស់គ្នាក៏អាចចូលមកវីដេអូផ្សេងៗរបស់ខ្ញុំបានផងដែរសូមអរគុណ